តោះបងប្អូនណាខ្លះដែលគិតថាការបបែកខ្នាតរបស់យើងគឺមានការលំបាកនិងអត់តបានត្រឹមត្រូវចាអញ្ចឹងអ្នកគ្រូឃើញថាពីច្រើនសិស្សានុសិស្សរបស់យើងគឺពីច្រើនគឺគាត់បបែកខ្នាតអត់តបានត្រឹមត្រូវអញ្ចឹងអ្នកគ្រូថ្ងៃនេះអ្នកគ្រូនឹងធ្វើការបបែកខ្នាតតទៅជាមួយនឹងការបបែកខ្នាតបបែករបស់យើងពីធំទៅទូចដើម្បីឲ្យកូនយកទៅអនុវត្តបានត្រឹមត្រូវចាអញ្ចឹងអ្នកគ្រូមានឧទាហរណ៍ចំនួន4អញ្ចឹងឧទាហរណ៍ទី1គេឲ្យយើងបបែកខ្នាត2គីឡូម៉ែត្រទៅម៉ែត្រអញ្ចឹងកូនដឹងហើយតទៅមួយការបបែកខ្នាតរបស់យើង2គីឡូម៉ែត្រមកហិតទៅម៉ែត្រមកប្រឡោះរបស់វាមានន័យថាវាខុសត្រូវគ្នា10ត្រូវទេចាអញ្ចឹង2គីឡូម៉ែត្រមកម៉ែត្រអញ្ចឹង2គីឡូម៉ែត្រអ្នកគ្រូដាក់លេខ2នៅត្រង់គីឡូម៉ែត្របាទប្របែកមកម៉ែត្រត្រូវទេចាអញ្ចឹងអ្នកគ្រូធ្វើការតាម0យើងធ្វើការតាម0មកខ្ទង់រហូតដល់ម៉ែត្រចាអញ្ចឹងយើងឃើញថា2គីឡូម៉ែត្រគឺស្មើទៅនឹង2000ម៉ែត្រត្រូវទេចា2គីឡូម៉ែត្រគឺស្មើទៅនឹង2000ម៉ែត្រតោះឥឡូវយើងចូលដល់ឧទាហរណ៍ទី2របស់អ្នកគ្រូអញ្ចឹងឧទាហរណ៍ទី2គេឲ្យយើងបបែកខ្នាតពី3គីឡូម៉ែត្រទៅសង់ទីម៉ែត្រត្រូវទេចាអញ្ចឹង3គីឡូម៉ែត្រយើងដាក់លេខ3នៅកន្លែងត្រង់គីឡូម៉ែត្រហើយយើងធ្វើការតាម0រហូតដល់សង់ទីម៉ែត្រចាអញ្ចឹងអ្នកគ្រូធ្វើការតាម1គ្រប់ប្រឡោះទាំងអស់រហូតដល់សង់ទីម៉ែត្រចាអញ្ចឹងយើងឃើញថា3គីឡូម៉ែត្រគឺស្មើទៅនឹងប៉ុន្មានកូនចុះយើងរាប់មើលរាយ10រយពាន់ម៉ឺនសែនត្រូវទេចាអញ្ចឹង3គីឡូម៉ែត្រស្មើទៅនឹង3សែនសង់ទីម៉ែត្រចាស្មើទៅនឹង3សែនសង់ទីម៉ែត្រចាអញ្ចឹងចំពោះវីដេអូអ្នកគ្រូគឺមានតែប៉ុណ្្នឹងឯងចាអញ្ចឹងចំពោះឧទាហរណ៍ពីឧទាហរណ៍ទី3និងឧទាហរណ៍ទី4ចឹងកូនអាចរៀនធ្វើលំហាត់ឲ្យខ្លួនឯងនៅផ្ទះអញ្ចឹងបើសិនបើកូនធ្វើហើយកុំភ្លេច comment តាក់ទងជាមួយនឹងចម្លើយនៅខាងក្រោមវីដេអូរបស់អ្នកគ្រូបានចាសូមអរគុណ